leave take holiday ឯង I need to go straight ហើយព្រោះអាហ្នឹង organization មួយគឺ clear ទេតែឯង take leave គឺខ្ញុំត្រូវតែចុះទៅក្រុមហើយបើអញ្ចឹងយើងគាត់ទៅ leave យើងនៅតែទៅរកគាត់ដដែលគាត់មិនបាន leave បាទនៅរំខានគ្នា រំខានគ្នាវិញអញ្ចឹងយើងបែងចែកហ្នឹងដែរ បាទ អញ្ចឹងខ្ញុំមានពេលវេលាហ្នឹងមួយគាត់ហើយ one on one ខ្ញុំអាចថាបងប្អូនយើងមួយចំនួនក៏ដូចជាអាចទៅ check នឹង Google បានឬមួយក្នុង AI ក៏ប៉ុត one on one បើសិនយើងធ្វើខុសគ្រោះថ្នាក់ពេលណាខ្លះគាត់ថា one on one ត្រូវនិយាយពីការងារតែការពិតទៅមើលនៅក្នុង Google ឡើងវិញឬមើលទៅមើលក្នុង AI ឡើងវិញតើ one on one ហ្នឹងមានអីគេខ្លះ content របស់ one on one ហ្នឹងបាទ one on one ការពិតយើងគួរតែ spend time លើការងារមិនឲ្យលើសពី 50-60% ទេតែ40-50% ទៀតយើងគួរ spend time something else ហើយពេលខ្លះ one on one ហ្នឹងគឺធ្វើឲ្យ relationship របស់យើងនេះកាន់តែស្អិតស្និទ្ធស្នាលជាមួយគ្នាបាទហើយនឹងមានការយល់ឃើញនឹងការថាដោយ computer របស់យើងអញ្ចឹងបើឥឡូវលោក Chunli មើល computer របស់យើង computer ពីមុនមកយើងពិបាកបើសិនយើងចង់ដោត printer មួយត្រូវ install driver បាទតែឥឡូវដោយសារភាព technology ហ្នឹងគេបង្កើត iOS computer មួយឲ្យតែបើសិនជាយើងចង់ដោត printer ដាក់ទៅស្គាល់ហ្មងហ្នឹងហៅ in iOS internal operation system អញ្ចឹងនៅក្នុងមនុស្សរបស់យើងក៏ដូចគ្នាដែរ internal operation system របស់យើងគឺការ thinking way of working របស់យើងហ្នឹងគឺ iOS របស់យើងហើយអញ្ចឹងធ្វើមក iOS យើងហ្នឹងយើងសលាសគ្នាមិនដូចគ្នាតែប្រហែលគ្នាទី2គឺ build relationship ហើយបន្ទាប់មកយើងនឹងមាន communication ល្អខ្ញុំบอกបានថាពេលយើងនិយាយទៅយល់គ្នាអញ្ចឹងទាំង3ហ្នឹងយើងបង្កើត foundation មួយហៅ trust foundation ហ្នឹងគឺ trust ហើយនៅពេលដែលយើងមាន trust ហ្នឹងហើយ team យើងហ្នឹងបាទអញ្ចឹងមានមូលដ្ឋានដ៏រឹងមាំហើយយើងមាន team លេងខ្លាចលេងសើងខ្លាញ់កើណាបាទអញ្ចឹងអាហ្នឹងបើយើងនិយាយភាសាសាមញ្ញគ្រាន់តែឃើញគ្នាសញ្ញោភ្នែកដឹងថាយើងចង់បានអីហ៎មិនចាំបាច់យើងនិយាយទេក៏ដឹងថាអូខ្ញុំដឹងថាលោក Peter ចង់បានអីក៏សញ្ញោភ្នែកដឹងមកចង់បានអីថ្នាក់ដឹកនាំចង់បានបាទមិនចាំបាច់យើងនិយាយអញ្ចឹងហ្នឹងគឺសំខាន់អញ្ចឹងគឺយកពេលវេលា40%យើងអាចនិយាយពីការងាររបស់គាត់ការងារតែ keep it confidential បើយើងនិយាយជាមួយគាត់ហើយស្អាតតែពេលមានអីយើងយកទៅប្រាប់គេអញ្ចឹងថ្ងៃគាត់លេងប្រាប់យើងហើយបាទយើងត្រូវថា whatever stay in the room ហើយ you have to be professional អញ្ចឹងមកយើងអាច create trust បានតែអ្នកខ្លះគាត់យកអា one on one គាត់និយាយការងារ 100% ហ្មងពេលមនុស្សយើងធុញណាស់វាអត់មានភាពស្និទ្ធស្នាលលាយមកជាមួយណាបាទភាសាអង់គ្លេសហៅ catch up ពីនេះពីនោះខ្លះទៅណាបាទហើយមួយទៀត one on one ហ្នឹងអ្នកខ្លះគាត់មេបានណាឲ្យ comment ទៅគាត់រហូតគេឲ្យយោបល់មកគាត់វិញអត់មានអញ្ចឹងពេលហ្នឹងក៏ចាប់ផ្ដើម one way អញ្ចឹង one on one is need to be two way បាទអញ្ចឹងពេលខ្លះយើងអាចសួរគាត់វិញថាធ្វើការរបស់ខ្ញុំមិនដែរ How you think about working with me How you think about my leadership How you think about my decision អូមិញយើងប្រជុំឡើងនេះខ្ញុំមិញរៀងស្អីខ្លាំងអញ្ចឹងមិនដែរមានអារម្មណ៍មិនដែរបាទថ្ងៃហ្នឹងដូចយើងមើងម៉ាត់តិចទេដោយសារការងារហ្នឹងធ្វើដូចជាបានទៅមុខសោះមានអារម្មណ៍មិនទៅពេលខ្ញុំចេញជាលក្ខណៈមើងម៉ាត់អញ្ចឹងហើយមានលក្ខណៈមួយរៀងដូចថាមុំហ្មងតើឯងគិតថាមិនដែរអញ្ចឹងក៏អាចឲ្យយោបល់ថាអូថ្ងៃនេះដូចយើងជ្រុលបន្តិចថ្ងៃច្រើនបើសិនអត់គេមើងម៉ាត់តែសុំដកនេះបន្តិចទៅបាទតែសំដួលសួរថាយើងហ៊ានទទួលមតិរបស់គាត់អត់បាទពេលសិស្សយកហ៊ានទទួលមតិរបស់គាត់ទេថ្ងៃក្រោយគាត់អត់ហ៊ានឲ្យមតិដែរបាទអញ្ចឹង one is about a dialogue is always two way it's not one way បងធ្វើយ៉ាងញាប់ប៉ុណ្ណាជាមួយថ្នាក់ដឹកនាំsubordinate របស់បងបើខ្ញុំមើល spanner control បានថាយើងនៅក្រោម -1 យើងប៉ុន្មានអ្នកដែលមាន span control ត្រឹម8អ្នកខ្ញុំ recommend ឲ្យមួយខែម្ដង1ម៉ោងបាទហើយ1ម៉ោងនោះមិនចាំបាច់នៅ office ទេ sometimes just go a coffee បាទ sometimes go a coffee shop sometimes can go like a chill drink បាទនៅ restaurant ណាមួយក៏មក one don't need to be in the office sometimes in the office too boring បាទ one តែបើ spanner control យើងលើសដល់ជាង10នាក់2ដល់10នាក់3ដល់10នាក់ដែលខ្ញុំហៅខ្ញុំមាន spanner control ខ្ញុំច្រើន minimum once every 2 months អូខេមកបើ one quarter a bit too long 3ខែម្ដងវាចឹងបងមានតំណែងស្និទ្ធស្នាលជាមួយ subordinate ច្រើនបាទតាមរយៈ one to one បងណាបាទ one on one three way
បាទយើងអាចមាន 3 way បើជួនកាលយើងចុះដល់ -2 អញ្ចឹងយើងត្រូវការ 3 way ហើយមូលហេតុយើងត្រូវការ 3 way ដើម្បីអ្នក -1 យើងដឹងថាអ្នក -1 របស់គាត់ហ្នឹងមិនដែរហើយខ្លួនគាត់ជួនកាលគេត្រូវ feedback គាត់ដែរ អាហ្នឹងបងប្រើនៅកន្លែងបងឬមួយប្រើនៅក្នុងស្ថាប័នផ្សេងៗនៅក្នុងក្រុមគ្រួសារជាតិបងទាំងមូលមកខ្ញុំគិតថា leader ខុសគ្នាប្រហែលជាអាចខុសគ្នា បាទហ្នឹងខ្ញុំអត់ហ៊ាននិយាយបើសំខាន់អាហ្នឹងជាពេលវេលារបស់ leader មួយតែចំពោះខ្ញុំគឺខ្ញុំចូលចិត្តហ្នឹងគឺដោយសារខ្ញុំចូលទៅក្នុង advanced management program ហ្នឹងគឺជា course មួយដែលគេ session មួយដែលគេធ្វើហ្នឹងហើយខ្ញុំគិតថាហ្នឹង power មែនតើ ជួយបានច្រើនដែរបងចំពោះខ្ញុំគឺថាហ្នឹងជួយច្រើនមែនតើហើយ very very powerful ហ្នឹងគឺ powerful ក្នុងការ build trust មិន powerful ក្នុងការទៅ brand wash គេបាទ powerful ក្នុងការ build trust ហើយ fairness ហើយតែសំខាន់ធ្វើឲ្យត្រូវបាទតែយើងធ្វើត្រូវ become scary តែខ្ញុំនិយាយមិញយើងទៅ one way គាត់លេហ៊ានចង់ជួបយើងហ្មងថ្ងៃក្រោយគាត់ជួបoneគាត់ stress ហ្មងគាត់លើតែជួបហ្នឹងគឺ stress ហ្មងតែ stress ហ្មងគាត់អូគាត់លេហ៊ានចង់ដល់មកជួបទៀតអូដល់ត្រូវមកទៀតហើយត្រូវមកគាត់ទៀតហើយបាទអញ្ចឹង one យើងកុំឲ្យទៅជាលក្ខណៈមួយជាការមកស្ដីបន្ទោសគឺ one គឺជាពេលវេលាមួយ reflection feedback យើងអាចធ្វើច្រើនក្នុង one ហ្នឹងអាចធ្វើជាលក្ខណៈវាតាមមនុស្សខុសៗគ្នាអញ្ចឹងមិនថាអាចដល់ខ្ញុំហៅថាសិល្បៈនៃការគ្រប់គ្រងអ្នកខ្លះគាត់ head department របស់យើងមែនក៏ប៉ុន្តែការគិតរបស់គាត់ផ្សេងអត់សូវល្វីសអីចឹងទៅឧទាហរណ៍ហើយគាត់រៀងមួយឬមួយគាត់ត្រូវការអីគាត់ត្រូវការ guidance ច្រើនតែអ្នកខ្លះ one direct -1 យើងមែនក៏ប៉ុន្តែគាត់មានភាពម្ចាស់ការខ្លួនឯងច្រើនបាទ more independent អញ្ចឹងអ្នកហ្នឹងយើងត្រូវការ coach ច្រើនវិញ coach យើងអាចនឹងប្រើ mentoring ហើយ coach ហ្នឹងអ្នកខ្លះគាត់ប្រើខុសដែរ coach ក៏ពិតយកអាចទៅដល់ប្រាប់គាត់ទេ coach more about asking the question បាទតែមិនហៅ coach តែយើងទៅប្រាប់នេះហ្នឹងហៅ guidance បាទបើ mentoring គឺ sharing your experience what your experience I do this I got like this kind of result I do that I got this kind of result then you share experience that's mentoring អញ្ចឹងអ្នកដែលមាន more independent អ្នកដែលគាត់ថាយើងល្វីមើលទៅឆ្លាតហើយគាត់មាន decision ខ្លួនឯងបានច្រើនយើងគួរប្រើ coach ជាមួយនឹងប្រើ mentoring ច្រើនតែបើអ្នកហ្នឹងគាត់រៀងនៅ independent លើយើងច្រើនបាទ depend លើយើងច្រើនភាពម្ចាស់ការគាត់តិចយើងត្រូវប្រើ guidance ច្រើនបាទហើយអាហ្នឹងវាជាការ art of management អញ្ចឹងពេលហ្នឹងគឺគាត់ feel oh I'm coming here I learn something I coming here I get something អញ្ចឹងរៀងរាល់ពេលដែលជួបម្ដងគឺគាត់មានអារម្មណ៍សប្បាយគាត់តឹងរង់ចាំបានជួបថ្នាក់ដឹកនាំណាបងបាទត្រូវហើយកុំឲ្យហ្នឹងនៅតែ office រហូតតែនៅ office រហូតក៏គាត់ឃើញថាហ្នឹងវាដដែលបាទអញ្ចឹងពេលខ្លះក៏យើងអាច okay something outside ពេលក្រៅខ្លះកន្លែងប្លែកខ្លះទៅនៅណាអរគុណច្រើនបងជាមួយការងារដែលបងដឹកនាំរាល់ថ្ងៃស្អីគេធ្វើឲ្យបងសប្បាយចិត្តបំផុតឧទាហរណ៍ថាពេលងើបពីគេងបងខំងើបពីគេងនឹកឃើញដល់ក្រុមហ៊ុននៅកន្លែងបងអង្គភាពបងស្អីគេធ្វើឲ្យបងសប្បាយចិត្តបំផុតចំពោះខ្ញុំសប្បាយចិត្តបំផុតគឺនៅពេលដែលទី1គឺអ្នកដែលនៅជុំវិញខ្ញុំគឺជឿជាក់ទី1គឺជឿលើ company បាទមិនជឿជាក់លើបុគ្គលទេព្រោះខ្ញុំថ្ងៃណាមួយខ្ញុំនៅនឹងជាអគ្គនាយកតែថ្ងៃក្រោយខ្ញុំចេញពីអគ្គនាយកហ្នឹងដែរតាបាទតែគាត់ត្រូវធ្វើមិនជឿជាក់លើ company ជឿជាក់លើថាអង្គភាពនឹងមួយគាត់នៅជាមួយនឹងបានគាត់ត្រូវដឹងថានៅក្នុងហ្នឹងគឺมันមានការធ្វើការនៅក្រុមហ៊ុនហ្នឹងគឺអ្វីគឺទាំងអស់គឺ fair ក្នុងហ្នឹងគឺគាត់អាចដល់ជឿជាក់លើនឹងមុនគេទី2គឺឃើញគាត់ grow គាត់ជោគជ័យគាត់រីចម្រើនតែគាត់រីចម្រើនគឺត្រូវការគាត់ត្រូវលះបង់ច្រើនបាទអញ្ចឹងពាក្យហ្នឹងខ្ញុំប្រើពាក្យថា sacrifice and career growth career growth គឺมันខុសពី discipline and motivation បាទតែ sacrifice និង career growth អ្នកខ្លះគាត់ដឹងថាថ្ងៃសៅរ៍ក៏មិនរកគាត់ដែរថ្ងៃសៅរ៍ថ្ងៃតិនទូរស័ព្ទក៏មិនទេរកគាត់បានដែរអញ្ចឹងដល់ពេលអញ្ចឹងតែអាចគាត់ reliable អត់តែបើសិនអ្នក reliable វិញគឺយើងរកគាត់បានគ្រប់ពេលទទួលស្គាល់ថាយើងមិនចង់រំខានគាត់ទេតែពេលខ្លះក៏ជាបំផុតដែរបាទអញ្ចឹងបើអ្នកហ្នឹងគាត់ហ៊ានលះបង់ឲ្យយើងច្រើនហើយគាត់ grow ក្នុងការងារនៅពេលដែលគាត់ learn ពីការងារ learn ពីអ្នកជុំវិញខ្លួនហើយ learn ពីយើងដែលយើង share experience ហើយនៅក្នុងអង្គប្រជុំក៏អាចលើកយើង learn បានដែរអញ្ចឹងគឺនឹងសប្បាយចិត្តនៅមួយទៀតគឺដែលខ្ញុំចូលចិត្តមែនតើនោះគឺ
ពេលដែលគាត់លើកបញ្ហាមកយើង បាទបាទថាគាត់ហ៊ាននិយាយអ្វីដែលយើងអត់ចង់ស្ដាប់ខ្ញុំខ្លាចបំផុតគឺខ្លាចអ្នកដែលនិយាយអ្វីមួយចង់ឲ្យខ្ញុំស្ដាប់បាទនិយាយតែល្អ បាទ តើអាក្រក់អត់ដឹងសោះតែដល់ពេលចុងក្រោយផ្ទុះទាំងអស់គ្នាព្រោះ company មួយតែគាត់ fail យើងក៏ fail ដូចគ្នាដែរព្រោះយើងជិះទូកជាមួយគ្នា បាទ អញ្ចឹងចំពោះខ្ញុំគិតថាពេលដែលសប្បាយបំផុតនៅពេលដែលគាត់ហ៊ាននិយាយតែបញ្ហាយកមកឲ្យយើងតែបើគាត់ខ្លាចយកបញ្ហាហ្នឹងមកឲ្យយើងអាហ្នឹងខ្ញុំដេកលក់វិញដេកលក់មកចំតិចស្អែកទៅខ្ញុំមានរឿងនេះមកទៀតទៅអូនេះទៀតមានរឿងនេះបញ្ហានេះធំទៀតទៅចេះគិតរហូតខ្ញុំនិយាយថងតែម្ដងថ្ងៃនេះ អូឡើយនេះល្អខ្លាំង បាទ ល្អមែន អញ្ចឹងបើសិនជាគាត់ហ៊ានប្រាប់បញ្ហាវិញគឺខ្ញុំសប្បាយចិត្តហើយបើសិនជាបញ្ហានោះយើងគិតថាយើងមិនតាន់ដល់ level យើងចូលដោះឲ្យគាត់ទៅធ្វើសិនតែ at least យើងបានគាត់បាន heads up មកយើង ក៏បាន heads up ក៏បាន បាទ heads up ហ្នឹងបាទផ្ដល់ដំណឹងមិនប្រកាសថា heads up ហ្នឹងចាំធ្វើអីទៅមកប្រាប់យើងទេមែនទេ បាទ តែ heads up ហ្នឹងពេលខ្លះបើគាត់គិតថាគាត់ stay on top of it យើងឲ្យគាត់ទៅធ្វើសិនតែឃើញថាអ្វីដែលគាត់ដោះហ្នឹងអូដូចយើងខុសនេះមួយយើងបានឲ្យយោបល់គាត់ទៅលឿនព្រោះអីបានខ្ញុំធ្វើអញ្ចឹងបើសិនជាគាត់ចាំដល់មួយអាទិត្យឬមួយពីរអាទិត្យទៀតបើគាត់មកប្រាប់យើងថាគាត់ទៅធ្វើហ្នឹងវាអត់ត្រូវអញ្ចឹងគាត់ចំណាយពេលអស់2សប្តាហ៍ហើយបានមកទៅកែឡើងវិញបាទអញ្ចឹង heads up ហ្នឹងគឺល្អមែនតើហើយខ្ញុំ encourage ពួកគាត់ឲ្យយកបញ្ហាមកបើយើងមានបញ្ហាអីបើបញ្ហាហ្នឹងគាត់ដោះបានខ្ញុំឲ្យគាត់ទៅបើគាត់ថាមានអីត្រូវខ្ញុំឲ្យយោបល់តិចតួចខ្ញុំឲ្យយោបល់តិចតួចពេលខ្លះបើខ្ញុំត្រូវ jumping in I'm jumping in បាទអញ្ចឹងខ្ញុំអាចជួយគាត់បានលឿន អរគុណបងអរគុណឡើយនេះល្អខ្លាំងមែនតើបងព្រោះធម្មតានៅពេលដែល team របស់យើងគាត់មានទំនុកចិត្តណាមានបញ្ហាគាត់មកជួបយើងគាត់មានទំនុកចិត្តហើយគាត់ប្រាប់ពីបញ្ហាសុំជំនួយទៀតហ្នឹងល្អខ្លាំងបើសិនបើមានបញ្ហាគាត់លាក់ទុក បាទ បញ្ហានឹងរីកធំខ្លាំងមែនតើក្នុងអង្គភាព បាទ បងភាពជាអ្នកដឹកនាំនៅអង្គភាពនិងភាពជាអ្នកដឹកនាំនៅគ្រួសារអញ្ចឹងអ្វីដែលបងដឹកនាំនៅអង្គភាពបានជោគជ័យបានល្អពេលមកផ្ទះបងយកភាពជាអ្នកដឹកនាំនឹងមក apply ដើម្បីក៏បងត្រូវ transform វា បើចាក់ស្ដែងទៅអ្វីដែលយើងដឹកនាំអង្គភាពជោគជ័យយើងអាចយកមកប្រើច្រើននៅក្នុងគ្រួសារអាចយកបានមកប្រើច្រើន បាទ បាទតែក៏មិនអាចយកមកប្រើទាំងអស់ដែរបាទហេតុអីបានខ្ញុំប្រើពាក្យហ្នឹងដោយសារខ្ញុំធ្លាប់ចូលរួម course មួយនៅសិង្ហបុរីប្រហែលជា10ថ្ងៃ បាទ ចូលជាមួយស្ថាប័នមួយដូច Harvard ដែរតែ NZ ស្គាល់ NZ បាទ NZ នៅមកពីខាងបារាំងក៏ជា executive course មួយដែរតែរយៈពេលខ្លីដែរប្រហែលជាមួយ10ថ្ងៃមួយសប្តាហ៍ខ្ញុំបានចូល course មួយហៅ family business យើងមូលហេតុអីយើងអាច apply អ្វីភាពជោគជ័យទាំងអស់របស់យើងនៅក្នុងការងារមកក្រុមគ្រួសារបានដោយសារក្នុង company គឺយើងគេហៅថាភាគច្រើនគឺយើង follow ទៅលើ process regulation ច្រើន បាទ បាទហើយនឹងមានគេហៅថាភាពម៉ត់ចត់ក៏ដូចជាវិន័យអីគឺវាបើយើងនិយាយទៅក្នុងអង្គភាពវាតែងតែបើយើងនៅនឹងជួតបទៅថារៀងមើងម៉ាត់បន្តិចហ៎ មើងម៉ាត់បាទ regulation ហ្នឹងគឺច្បាស់ណាស់បាទ បាទទទួលស្គាល់នឹង company នៅក្នុងគ្រួសារក៏យើងត្រូវមានវិន័យដែរ បាទ គ្រួសារដែលមានវិន័យក៏អាចទៅរួចដែរបាទត្រូវការដូចគ្នាតែបញ្ហាមួយគ្រួសារនៅមានភាព harmony យ៉ាបងបាទ so how you can distinguish between works in the company and the harmony in the family បាទ that is very tough ហ្នឹង tough មែនតើសំបីតែរៀននៅក្នុងNZ ហ្នឹងក៏គេនិយាយដែរថា is a tough one ហើយអត់មានក្នុងសភៅអាហ្នឹងគឺទៅតាមបុគ្គលមួយ បាទ គឺត្រូវតែមើលខ្លួនឯងតើចំណុចណាដែលយើងយកធ្វើនៅ company តែបែរជាយកមកធ្វើនៅផ្ទះបែរជា more sensitive so what you should do with that yeah because at the end of the day your son is still your son yeah your children is still your children បាទ កូនយើងនៅកូនយើងប្រពន្ធយើងនៅប្រពន្ធយើងម្ដាយយើងនៅម្ដាយយើង នៅតែប្រពន្ធកូនរបស់យើង បាទបងយើងបងប្អូនបង្កើតនៅបងប្អូនបង្កើត បាទ បានពាក្យខ្មែរគេថាកាត់សាច់មិនដាច់កាត់ទៅមិនដាច់កាត់សាច់មិនបាន បាទ វានៅនឹងដដែលដោយសារ family still a harmony បាទអញ្ចឹង
បើលោកជុននីឲ្យខ្ញុំបញ្យល់នេះសង្ណាមកទឹកក៏អត់អស់ដែរ អាហ្នឹងគឺសុំឲ្យបងប្អូនទាំងអស់គឺមើលចាក់ស្ដែង បាទបង បាទកុំគិតថាពេលខ្លះយើងជោគជ័យនៅក្នុងការងារយើងអាចយកអាហ្នឹងមក apply ទាំងអស់នៅក្នុងគ្រួសាររបស់យើងគឺតើអត់រួចទេ បាទ អញ្ចឹងត្រូវមានអីព្រោះការនៅក្នុងគ្រួសារវាមានត្រូវការការអត់ឱនច្រើនឥឡូវបើយើងឧទាហរណ៍ខ្លីបុគ្គលិកគាត់អត់ perform យើងឲ្យពេលគាត់ហើយចំណាយពេលមួយគាត់ one on one បញ្យល់គាត់កែគាត់ចុះគាត់មិនកែ what we can do បាទ we can ask them to leave បាទយើងមានច្បាប់ បា ការ ទ ងារទៅធ្វើទេ បាទហ្នឹងវាធ្វើត្រូវតែអញ្ចឹង បាទ បាទតែឧទាហរណ៍ថាឥឡូវបើកូនយើងប្រាប់គាត់មិនស្ដាប់គាត់អីទៅ can we ask him to leave it's a tough one បាទ បាទថាអញ្ចឹងខ្ញុំគិតថាអាហ្នឹងមួយគឺពេលខ្លះគឺនៅក្នុង family ត្រូវតែមានច្បាប់ហើយច្បាប់ហ្នឹងគឺសំខាន់ហើយតែពេលខ្លះ harmony ត្រូវតែមានអញ្ចឹងត្រូវការមានភាពការអត់ឱន អត់ឱន បាទត្រូវមានការយោគយល់ហើយនឹង forgiveness បាទ សម្បីតែធម៌ពុទ្ធក៏លោកមានបន្ទូលដែរថាការអត់ឱនអធ្យាស្រ័យគឺសំខាន់ បាទ អញ្ចឹងបាននៅក្នុងពុទ្ធនៅពេលយើងតាំងសមាធិក្តីវិបស្សនាក្តីគឺយើងតែងតែផ្សាយមេត្តាធម៌ បាទ បាទអញ្ចឹងផ្សាយមេត្តាធម៌នេះគឺជាការ forgiveness គឺផ្នែកឲ្យដូចជាបន្សាបកំហឹងបន្សាបនៅចិត្តឆេវឆាយណា បាទអញ្ចឹងសំខាន់តែមនុស្សយើង is no one perfect yeah people always make mistake បាទបង បាទតែ harmony in the family is also very important ហើយជាពិសេសនៅពេលដែលយើងមាន history of bonding together ជាមួយគ្នាខ្ញុំគិតថា it's very tough អញ្ចឹង sometimes we need to check and balance a little bit cannot just like oh here and there so it's difficult បងលើកន្លែងនេះពិតជាល្អខ្លាំងមែនទែនព្រោះជាបទពិសោធន៍ខ្ញុំឆ្លងកាត់ច្រើនព្រោះហើយក៏ចង់បញ្ជាក់ទៅដល់បងប្អូននៅកំពុងតាមដានមើលថាយើងដឹកនាំអង្គភាពមួយជោគជ័យមិនប្រកាសថាយករឿងរ៉ាវទាំងអស់ហ្នឹងបទពិសោធន៍ហ្នឹងមកដឹកនាំគ្រួសារយើងបានទេដូចបងលើកឡើងថាយ៉ាងហោចនេះត្រូវស្វែងយល់អំពីស្ថានភាពជាក់ស្ដែងបទពិសោធន៍ព្រោះកន្លែងហ្នឹងហើយទាមទារឲ្យយើងថាពេលណាគូប្រើខួរក្បាលពេលណាគូប្រើបេះដូងពេលព័ន្ធ emotional intelligence ហ្នឹងវាត្រូវទាំងពីរហ្នឹងណា បាទខ្ញុំឯកភាពបាទ អរគុណច្រើនបងមុននេះបងលើកឡើងអំពីភាពជាអ្នកដឹកនាំនៅអង្គភាពនៅក្រុមហ៊ុនมันប្រកាសថាយកមកប្រើនៅគ្រួសារបានទេមានន័យថាយើងដឹកនាំអង្គភាពយើងបានជោគជ័យប៉ុណ្ណាក៏ដោយក៏มันប្រកាសថាយកភាពអ្នកជាអ្នកដឹកនាំទាំងស្រុងហ្នឹងមកអនុវត្តនៅក្នុងគ្រួសារដែរ បាទត្រឹមត្រូវ ហើយបងបានបកស្រាយបញ្យល់ល្អខ្លាំងមែនតើតែខ្ញុំចង់សួរបន្ថែមតិចទៀតថាក្នុងនាមជាថ្នាក់ដឹកនាំក្តីឬក៏ជាឪពុកឬជាមេគ្រួសារក្តីនៅពេលដែលយើង blend ឬក៏រួមបញ្ចូលភាពជាអ្នកដឹកនាំទាំងគ្រួសារក្តីទាំងនៅអង្គភាពក្តីប្រកបណាស់វាមានពាក្យដែលយើងប្រើថាចេះប្រើខួរក្បាលនិងចេះប្រើបេះដូង EQ និង IQ yeah នៅក្នុងនេះបងមើលឃើញវាមានសារៈសំខាន់មួយក្នុងការដែលយើងមានសមត្ថភាពឬក៏សិល្បៈក្នុងការប្រើផ្សេងៗនេះអញ្ចឹងណា បាទមុននេះគឺខ្ញុំបានបញ្ជាក់ដែរថា IQ សំខាន់នៅក្នុងភាពជាដឹកនាំមានថាភាពវៃឆ្លាតការយល់ដឹងការវាងវៃ បាទចាំថាយើង IQ យើងប្រើខួរក្បាលជាច្រើនបាទក្នុងការគិតយុទ្ធសាស្ត្រឬមួយក៏ planning ឬមួយក៏យើងចេញជាចក្ខុវិស័យផ្សេងតែក្នុងសម័យកាល Gen Z នេះគឺយើងយកតែ IQ មកមួយក៏អត់បានដែរបាទអញ្ចឹងគឺនៅក្នុងសម័យកាលនេះគឺយើងត្រូវយក EQ មកជាមួយបណ្ដាបេះដូងនៃលោកជននីមានផ្សាហ្នឹងគឺថាត្រូវការយកបេះដូងយកពាក្យអត់ធ្មត់ទៅជាមួយគ្នាបាទហើយផ្ទុយទៅវិញក្នុងសម័យកាលនេះវិញភាគច្រើនអ្នកដឹកនាំមួយចំនួនដែលគាត់បកែហើយគាត់អាចមានភាពថា consistent បានយូរនោះគឺកាល IQ ជាមួយនឹង EQ គាត់គឺ balance បានល្អមានតុល្យភាពបានល្អបាទបើសិនជា IQ ល្អពេកទទួលស្គាល់គឺអាចនឹងគេថាធ្វើឲ្យមួយយើងលះយើងគេនិយាយថាលឿនក៏ថាបានឬមួយក៏គឺយើងអាចថាទៅមកប្រើក៏ថាបានក៏ប៉ុន្តែពេលខ្លះក៏វាមានភាពគេថាភាពការគិតលឿនពេក
ក៏ធ្វើឲ្យយើងមិនបានវិនិច្ឆ័យបានគ្រប់គ្រងគ្រប់ជ្រោយដែរ ប៉ះគេប៉ះឯង បាទអាចប៉ះនេះប៉ះនោះទៅឬមើលក៏ធ្វើទៅវាបានតែមួយផ្លែតក៏វាបាត់ទៅវិញទៅ បាទ តែនៅពេលដែលយើងយក EQ មក balance អញ្ចឹងគឺធ្វើឲ្យយើងបានធ្វើឲ្យហ្នឹងគឺយើងអាចថាយើង consistent បានយូរបាយបានល្អអញ្ចឹងក្នុងន័យហ្នឹងគឺក្នុងការដឹកនាំក្នុងសម័យកាលយុគកាលសម័យកាលទំនើបកម្មក្នុងសម័យកាលថ្មីនេះ បាទ ដែលមានតាំងពីប្រព័ន្ធ AI ផ្សេងៗក៏ដូចជាប្រព័ន្ធ digital ច្រើនក៏ដូចជាសម័យ Gen Z ច្រើននេះគឺត្រូវតែយកទាំងពីរហ្នឹងមក balance គ្នាតែម្ដងតែទទួលស្គាល់នៅពេលដែលយើងមាន IQ គឺយើងធ្វើឲ្យការដឹកនាំរបស់យើងកាន់តែប្រសើរទៀតតែត្រូវ balance ជាមួយនឹង EQ ហ្នឹងឲ្យបានច្រើនទៅលើគេហៅថាបេះដូងរបស់យើងឬមួយក៏គេថាចិត្តមេត្តាធម៌ខ្លះផងហើយនឹងមានភាពនៃក្តីស្រឡាញ់ហើយកាលណាយើងប្រើបេះដូងយើងច្រើនយើងមានភាពបើគេថាតម្លាភាពច្រើន បាទ ពេលយើងមានបេះដូងចឹងយើងធ្វើឲ្យមួយគឺយើង fair អឺហឹម យើងអត់សូវថាលក្ខណៈមួយគឺថានៅមុខអញ្ចេះនៅក្រោយចោះបាទអញ្ចឹងគឺយើងមានលក្ខណៈ fair ធ្វើឲ្យអ្នកនៅជុំវិញខ្លួនយើងគឺថាយើងក៏ trust យើងបានច្រើន បាទ ហើយទន្ទឹមនឹងភាពវៃឆ្លាតរបស់យើងទៀត